ប្រសិនបើបងប្អូនជាអ្នកដឹកនាំដែលមានតួនាទីធំហើយមនុស្សគ្រប់គ្នាអត់ស្ដាប់បងប្អូនកុំភ្លេចស្ដាប់រឿងមួយនេះរហូតដល់ចប់ទាំងអស់គ្នាខ្ញុំមានរឿងនិទានមួយចង់និយាយប្រាប់បងប្អូនអស់គ្នាគឺនៅក្នុងភូមិដាច់ស្រយាលមួយឆ្ងាយពីទីក្រុងហ្នឹងគឺមានភូមិមួយឈ្មោះថាភូមិស្រមៅធំនៅក្នុងភូមិនោះគឺប្រជាជនតែងតែប្រកបមុខរបរធ្វើស្រែចម្ការជារឿងធម្មតាប៉ុន្តែពួកគេគឺជួបនឹងបញ្ហាមួយគឺអត់មានទឹកនៅក្នុងការធ្វើស្រែរបស់គាត់ជារៀងរាល់ឆ្នាំឲ្យតែរដូវប្រាំងមកដល់គឺប្រជាជននៅក្នុងភូមិស្រមៅភ្នំហ្នឹងគឺគាត់តែងតែអត់មានទឹកប្រើប្រាស់អត់មានទឹកនៅក្នុងការធ្វើស្រែចម្ការរបស់គាត់នៅថ្ងៃមួយមានយុវជនម្នាក់ឈ្មោះតារាមិនមែនជាមេភូមិឬក៏អ្នកដឹកនាំនៅក្នុងភូមិនេះហើយតារាក៏អត់មានអំណាចអីទេប៉ុន្តែអ្វីដែលអ្នកដតីអត់មាននោះគឺតារាគឺជាមនុស្សដែលចេះដឹងគាត់តែងតែយកចិត្តទុកដាក់ចំពោះអ្នកភូមិហើយក៏មានភាពក្លាហាននៅក្នុងការទទួលខុសត្រូវក្នុងការងាររបស់គាត់ក៏ដូចជាទទួលខុសត្រូវនៅការងាររបស់ភូមិផងដែរថ្ងៃមួយតារាតែងតែប្រមូលអ្នកភូមិមកជួបជុំគ្នាដើម្បីស្វែងរកវិធីនៅក្នុងការដោះស្រាយបញ្ហាផ្លូវទឹកនឹងហើយតារាតែងតែនិយាយថាបញ្ហានេះមិនមែនជាបញ្ហារបស់អ្នកណាម្នាក់ទេវាជាបញ្ហារបស់យើងទាំងអស់គ្នាបើយើងរងចាំតែអាជ្ញាធរឬក៏រងចាំតែអ្នកដែលមានលុយមានកាក់មកជួយយើងគឺយើងប្រកាសជាស្លាប់ជាជាមិនខានឬក៏អាចរងចាំយូរទៅទៀតយើងត្រូវតែចេះចាប់ផ្ដើមចេញពីខ្លួនឯងយើងអាចធ្វើអ្វីៗឲ្យមានការផ្លាស់ប្ដូរចេញពីខ្លួនឯងបានប៉ុន្តែអ្នកខ្លះគាត់សើចចំអកទៅតារាថាអាក្មេងឯងអាចធ្វើអីបានតារាអត់មាត់ទេប៉ុន្តែតារាចាប់ផ្ដើមញញឹមហើយឆ្លើយទៅវិញថាខ្ញុំមិនដឹងថាខ្ញុំអាចធ្វើអ្វីបានទេប៉ុន្តែខ្ញុំដឹងថាប្រសិនបើយើងអត់ធ្វើអីសោះប្រកាសជាយើងនឹងអត់ទទួលបាននៅលទ្ធផលដែលយើងចង់បានទេនៅថ្ងៃបន្ទាប់តារាក៏ចាប់ផ្ដើមចុះទៅត្រួតពិនិត្យឬក៏ចុះទៅសិក្សាផ្លូវទឹកផ្សេងហើយគាត់បានសួរចាស់អំពីតើអាផ្លូវទឹកហ្នឹងវាភ្ជាប់ពីណាមកណាហើយក៏គាត់សួរចាស់ពីវិធីធ្វើដំណងបុរាណតើធ្វើម៉េចឲ្យចេញទឹកមកបានពីមួយថ្ងៃតារាតែងតែចុះសិក្សាផ្លូវទឹកចុះទៅសិក្សាពីរបៀបនៅក្នុងការធ្វើអណ្ដូងទឹកឬក៏វារកវិធីសាស្ត្រដើម្បីធ្វើម៉េចឲ្យមានទឹកនៅក្នុងភូមិបន្តិចម្ដងមនុស្សចាប់ផ្ដើមឃើញសកម្មភាពរបស់គាត់ក៏នាំគ្នាធ្វើតាមមនុស្សនាំគ្នាធ្វើតាមគាត់ហ្នឹងមិនមែនដោយសារតែគាត់ជាមនុស្សមានអំណាចទេប៉ុន្តែដោយសារតែគាត់ចាប់ផ្ដើមធ្វើមុនគេហើយគាត់ជាមនុស្សដែលនិយាយតិចហើយធ្វើច្រើនហើយធ្វើការដោយចេញពីបេះដូងរបស់គាត់បន្តបន្ទាប់ជាច្រើនខែពួកគេបានបង្កើតនៅប្រព័ន្ធធារាសាស្ត្រមួយតូចមួយដែលអាចបង្ហូរទឹកចេញពីស្ទឹងនៅក្បែរនោះមកចូលទៅក្នុងព្រែកនៅក្នុងភូមិរបស់គាត់ធ្វើឲ្យអ្នកភូមិសប្បាយរីករាយយ៉ាងខ្លាំងដែលតារាឬក៏អ្នកភូមិទាំងអស់ចាប់ផ្ដើមមានទឹកប្រើប្រាស់ហើយថ្ងៃមួយអាជ្ញាធរដែនដីក៏ទៅជួបតារាហើយសួរថាតើតារាចង់ធ្វើមេភូមិទេតារាក៏ឆ្លើយថាគាត់អត់ចង់ធ្វើមេភូមិទេគាត់គ្រាន់តែចង់ជួយភូមិរបស់គាត់ឲ្យមានទឹកប្រើប្រាស់គាត់គ្រាន់តែចង់ជួយភូមិរបស់គាត់ឲ្យមានជីវភាពល្អប្រសើរគាត់អត់ចង់ធ្វើជាអ្នកដឹកនាំដែលមានតែមុខតំណែងគាត់ចង់ធ្វើជាអ្នកដឹកនាំដែលមានការទទួលខុសត្រូវដូច្នេះនៅក្នុងរឿងមួយនេះចង់បញ្ជាក់ថានៅពេលដែលយើងនិយាយពីភាពជាអ្នកដឹកនាំអាចចាំបាច់តតែយើងមានតំណែងខ្ពស់ឬក៏ចាំបាច់តតែយើងមានតំណែងនេះមុខងារនោះដើម្បីអាចក្លាយទៅជាអ្នកដឹកនាំបានទេគ្រាន់តែយើងចាប់ផ្ដើមបញ្ចេញសកម្មភាពមុនគេគ្រាន់តែយើងចាប់ផ្ដើមធ្វើអ្វីមុនគេនាំគេឲ្យធ្វើអ្វីមួយដើម្បីផលប្រយោជន៍រួមពេលនោះហើយយើងគឺជាអ្នកដឹកនាំពិតប្រាកដជាមិនខានអ្នកដឹកនាំគឺជាមនុស្សដែលគំរូគេអ្នកដឹកនាំគឺជាមនុស្សដែលធ្វើអ្វីមុនគេអ្នកដឹកនាំគឺជាមនុស្សដែលធ្វើអ្វីមួយដោយការទទួលខុសត្រូវអ្នកដឹកនាំគឺជាអ្នកស្ដាប់មុនហើយនិយាយតាមក្រោយភាពជាអ្នកដឹកនាំគឺជាការបំភ្លឺភ្លើងនៅក្នុងចិត្តអ្នកដទៃមិនមែនភ្លើងអំណាចទេដូច្នេះដើម្បីក្លាយទៅជាអ្នកដឹកនាំបងប្អូនអាចចាំបាច់តតែមានតួនាទីទេអរគុណច្រើន